សូមស្វាគមន៍និងសូមជម្រាបសួរមកកាន់ Channel BK Media ថ្ងៃនេះផងដែរខ្ញុំនឹងបង្ហាញបងប្អូនអំពីវិធីធ្វើការបាទប្រើមុខងារនៅលើរថយន្ត Depal 05នៅពេលដែលបងប្អូនប្រើរថយន្តនេះកំឡុងពេលបាទភ្លៀងកំឡុងពេលចុះអាប់ឬក៏មានចុះត្រជាក់ខ្លាំងធ្វើឲ្យកញ្ចក់បាទខាងមុខឬខាងក្រោយបងប្អូននឹងមានអារម្មណ៍ថាអាប់បាទបងប្អូនពិបាកមើលបាទយើងអាចប្រើមុខងារជំនួយនៅលើបាទខ្យល់សម្ងួតកញ្ចក់ខាងមុខឬខាងក្រោយបានដោយមានពីរបាទរូបសញ្ញាខាងនេះខ្ញុំសូមបង្ហាញផ្ទាល់តែម្ដងរូបសញ្ញានេះគឺជាសញ្ញាបាទកញ្ចក់ខាងមុខរួមជាមួយនឹងបាទរូបដូចជាខ្យល់3បាទ3ឆ្នូតនេះបាទបង្ហាញថាបាញ់នៅខាងមុខបាទអញ្ចឹងខាងមុខគេដាក់រូបកញ្ចក់យ៉ាងកោកបាទកញ្ចក់យឺឡាននេះខាងមុខនេះបាទខាងមុខនៅពេលដែលបងប្អូនបើកំឡុងពេលភ្លៀងឬក៏មានចុះអាប់ហ្នឹងគឺយើងអាចប្រើមុខងារនឹងបាននៅពេលដែលបងប្អូនចុចវានឹងលោតពណ៌ទឹកក្រូចហើយខ្យល់កម្លាំងខ្យល់ខ្លាំងនឹងបាញ់ទៅលើកញ្ចក់ខាងមុខនេះបាទដើម្បីសម្ងួតកញ្ចក់ឲ្យស្ងួតល្អបាទអញ្ចឹងសូមចុចបង្ហាញតេស្តបាទនៅពេលដែលចុចវានឹងលោតពណ៌ទឹកក្រូចឡើងបាទសម្លេងខ្យល់ខ្លាំងវានឹងធ្វើការបាញ់សម្ងួតខ្យល់នៅខាងមុខកញ្ចក់យើងបាទអញ្ចឹងយើងធ្វើការបិទវិញអញ្ចឹងឧទាហរណ៍ថាបងប្អូនជិះទៅបាទកំឡុងពេលហ្នឹងអាប់ខ្លាំងបងប្អូនអាចប្រើមុខងារនេះរយៈពេលបាទ1នាទីឬ2នាទីអាស្រ័យលើកញ្ចក់ស្ងួតល្អបងប្អូនអាចចុចបិទវិញបាននៅពេលដែលបងប្អូនចង់ធ្វើការបាទសម្ងួតកញ្ចក់ខាងក្រោយគិតថាវាអាប់ខ្លាំងឬក៏មានសំណើមទឹកអញ្ចឹងបងប្អូនអាចចូលសម្ងួតក៏បានបងប្អូនចូលមករូបសញ្ញាម៉ាស៊ីនត្រជាក់នេះបាទបងប្អូនមកមើលនៅខាងឆ្វេងស្នាមដៃបងប្អូននឹងឃើញសញ្ញាជ្រុងរូបខ្យល់3ដូចគ្នាបងប្អូនចុចមកបាទខ្យល់ខាងក្រោយបាទនឹងបាញ់ទៅដល់កញ្ចក់ខាងក្រោយបាទន័យថាវានឹងធ្វើការសម្ងួតបងប្អូនអាចប្រើមួយរយៈពេលណាបងប្អូនគិតថាវាបាទអាប់ខ្លាំងឬក៏ងឹតខ្លាំងអាចប្រើជំនួយបាននៅពេលដែលរួចរាល់បងប្អូនបិទវិញទៅបាទវាលោតមកពណ៌ខ្មៅវិញបាទនេះគឺជាមុខងារខ្លីបាទបន្ថែមភាពសុវត្ថិភាពជាមួយនឹងការបើកបរងាយស្រួលសម្រាប់បងប្អូនបាទអញ្ចឹងបងប្អូនអាចចុចសម្ងួតខាងក្រោយក៏បានខាងមុខក៏បានអាស្រ័យទៅលើកញ្ចក់បងប្អូនបាទអញ្ចឹងការបង្ហាញរបស់ខ្ញុំគឺមានតែប៉ុណ្ណឹងបើមានចំណុចណាលើសខ្វះខាតសូមខន្តីអភ័យទោស Channel BK Media ផងហើយសូមជួយ Subscribe Channel BK Media ផងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតសម្រាប់បងប្អូនណាដែលមិនទាន់បានជួយ Subscribe នោះបាទសូមជួយ Share វីដេអូនេះបន្តផងដើម្បីចែកចាយចំណេះដឹងអំពីវិធីប្រើមុខងារសម្ងួតកញ្ចក់ខាងមុខខាងក្រោយអំឡុងពេលមានភ្លៀងចុះអាប់ផ្សេងៗឲ្យអ្នកគាត់ដែលជារថយន្ត Depal 05ឲ្យគាត់ចេះប្រើរបស់គ្នាផងជាចុងក្រោយសូមជម្រាបលាបងប្អូន